ហើយរាល់ថ្ងៃនៅសល់ប្រហែលការ៉ុងដែរញោមក៏មានក៏4-10កំប៉ុង4-10កំប៉ុងញោមគណៈទានខ្ញុំព្រះករុណាសូមនមស្ការចំពោះព្រះថេរានុថេរៈគ្រប់ព្រះអង្គក៏សូមចម្រើនពរញាតិញោមពុទ្ធបរិស័ទទាំងក្នុងនិងក្រៅប្រទេសគ្រប់គ្នាទាំងអស់ញាតិញោមណាហើយថ្ងៃនេះបាននាំមកនៅសង្ឃទានដែលញាតិញោមបានចូលរួមមានកមីត្រីខទឹកត្រីទឹកស៊ីអ៊ីវនិងអំបិលប៊ីចេងស្ករសង្ឃទានទាំងនេះញាតិញោមបានចូលរួមហើយអាត្មាភាពប៊ុនចាន់សុខេនលោកប្អូនជីវ័នញោមទេពច័ន្ទមេលីក៏បានមកដល់ដោយផ្ទាល់បាននាំសង្ឃទានមកជូនដល់លោកយាយហើយខ្ញុំនិយាយបញ្ជនបានហើយក៏ណាមជន់71ក៏ហើយឈ្មោះអីញោមថេនចាអាម៉ាស្មានតែខេនមិនខេនដូចអាត្មាដែរបើខ្ញុំថេនបើហើយនៅប្រហែលអ្នកដែររាល់ថ្ងៃហ្នឹងកណាមនៅម្នាក់ឯងខ្ញុំណាខ្ទមកំសត់ណាបើហើយដីហ្នឹងដីប្អូននេះសុំប្អូននៅចាណាបើហ្នឹងហើយសុំប្អូននៅនេះយើងឃើញសភាពខ្ទមកំសត់ណាញោមបើហ្នឹងហើយនៅទីនេះចឹងអាត្មាភាពបានដំណឹងថាញោមមានការខ្វះខាតចឹងទៅក៏មានសង្ឃទានល្មមសំគួរដល់ញោមអាចប្រើប្រាស់ទោះបីថាมันបានវែងក៏ស្រួលក្នុងមួយរយៈពេលដែរញោមណោះបើហើយរាល់ថ្ងៃនៅសល់ប្រហែលការ៉ុងដែរញោមក៏មានក៏4-10កំប៉ុង4-10កំប៉ុងញោមហើយដឹងដំណឹងថាអាត្មាមកដល់ទីនេះយូរនៅបើអត់ដឹងមកសប្រាយញោមណាក៏ដឹងផងហ្នឹងហើយនេះមានក៏30គីឡូបើមួយការ៉ុង10គីឡូប៉ុណ្ណឹងពិសាបានប្រហែលប្រហែលថ្ងៃដែរញោមបានប្រហែលមួយខែដែរ2ខែ2ខែដែរបើហ្នឹងហើយបានជួយសម្រួលហើយហ្នឹងហើយចេះតែបានទៅបនទៅទៀនដែរញោមណោះហើយចឹងសប្បាយចិត្តទេញោមបាយរីករាយក៏សាធុចាច់ញោមបានថ្ងៃនេះព្រោះនិមន្តមកសង្ឃទានចំនួនសរុបទៅ5គ្រួសារញោមណាហើយទីនេះគ្រួសារទី3ហ្នឹងហើយគ្រួសារទី3ហើយមានថាវិការមួយចំនួនហើយនឹងសង្ឃទាននេះអាត្មាភាពក៏សូមថ្លែងអំណរគុណញាតិញោមពុទ្ធបរិស័ទទាំងក្នុងនិងក្រៅប្រទេសគ្រប់គ្នាទាំងអស់ដែលបានចូលរួមហើយបើនៅការបំពេញទានបើសង្ឃទាននេះសូមឲ្យញោមគ្រប់គ្នាបានសេចក្តីសុខនិងសេចក្តីចម្រើនបើហើយមានថាវិការបន្តិចបន្តួចញោមមានថាការដាក់នឹងឲ្យជូន